មកដឹងពីតម្លៃមីអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះក្រោយមានរបាយការណ៍ថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងបន្តការចរចាសន្តិភាពឡើងវិញគិតត្រឹមម៉ោង 10 ព្រឹកថ្ងៃសុក្រទី 10 ខែកក្កដានេះតម្លៃហាងឈិញមាសបានឡើងមកដល់តម្លៃ $4,986 ក្នុងមួយដំឡឹងរួមស្មើនឹង $4,135 ក្នុងមួយអោនមាសបានប្រែប្រួលនៅព្រឹកនេះដោយសារប្រាក់ដុល្លារអាមេរិកនិងតម្លៃប្រេងឆៅបានធ្លាក់ចុះខណៈដែលឥទ្ធិពលនៃភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តបើទោះបីជាមានរបាយការណ៍ថាភាគីទាំងពីរនឹងបន្តកិច្ចចរចាជាថ្មីក៏ដោយសូមបញ្ជាក់ថាក្នុងរយៈពេល2ថ្ងៃកន្លងមកនេះអាមេរិកនិងអ៊ីរ៉ង់បានបើកការវាយប្រហារគ្នាទៅវិញទៅមកដែលធ្វើឲ្យអ្នកវិនិយោគមានក្តីបារម្ភថានឹងប៉ះពាល់ដល់ការធ្វើដំណើរនិងការផ្គត់ផ្គង់ប្រេងនៅជ្រកសមុទ្រហូមូសក៏ដូចជាជំរុញឲ្យអតិផរណាកើនឡើងផងដែរយោងតាមសារព័ត៌មាន CNBC បានចុះផ្សាយថាសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកិច្ចពិភាក្សាបច្ចេកទេសជាមួយអ៊ីរ៉ង់ហើយនៅតែបដិញ្ញាក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះបន្ថែមពីនេះតម្លៃប្រេងឆៅសកលបានធ្លាក់ចុះជាង 1% វិញនៅថ្ងៃនេះក្រោយពីបានឡើងថ្លៃកាលពីម្សិលមិញដោយឡែកនៅក្នុងធនាគារកណ្ដាលអាមេរិកការរំពឹងទុកថាធនាគារកណ្ដាលនឹងដំណើរអត្រាការប្រាក់នៅតែបន្តកើតមានបើទោះបីជាទស្សនវិស័យគោលនយោបាយនៅតែមិនប្រកបប្រជាក៏ដោយចុះឈ្មោះបើកគណនីទិញលក់ហាងឈិញមាសអីលើកនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឈិញមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឈិញមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram នៅលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមដានតម្លៃហាងឈិញមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ